រុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាស្គួយតើអ្វីទៅគឺជាស្គួយគឺជាដំណាំមួយប្រភេទដែលមានស្លឹកនិងដើមស្រដៀងនឹងដើមពោតតែស្គួយមានលក្ខណៈតូចជាងហើយនៅពេលដែលវាចេញផ្លែវាចេញជាក្របរាយនៅខ្ចីយើងអាចប្រើការដាល់ជាអំបុកបាននៅពេលទុំមានសម្បុរសយើងអាចប្រើក្រងក៏បានរាប់បញ្ចូលជាក្របពួកធញ្ញជាតិហើយស្គួយនេះពុកម៉ែបងប្អូនយើងក៏អាចប្រើប្រាស់ធ្វើជាឱសថដើម្បីព្យាបាលរោគបានច្រើនមុខផងដែរក្របស្គួយយើងអាចយកទៅស្ងោរផឹកដើម្បីព្យាបាលជំងឺអាឡែស៊ីសួតយើងអាចព្យាបាលរោគរដូវមន្ទៀងយើងអាចព្យាបាលរោគឈឺសន្លាក់ដៃជើងព្យាបាលរោគរលាកខ្នែងពោះវៀននិងអាចព្យាបាលរោគជាច្រើនមុខទៀតហើយមិនត្រឹមតែប៉ុណ្ណោះនាងខ្ញុំក៏ធ្លាប់ឃើញមានវីដេអូបរទេសមួយគឺគាត់យកស្គួយយកទៅធ្វើដាក់ក្នុងសម្លដើម្បីជាអាហារពៅកម្លាំងថែមទៀតផងហើយថ្ងៃនេះនាងខ្ញុំមកធ្វើការបង្ហាញចែកជូនឲ្យពុកម៉ែបងប្អូនបានឃើញឲ្យច្បាស់ជាងមុននេះគឺជាក្របស្គួយពុកម៉ែបងប្អូនឥឡូវវាចាប់ដើមចេញផ្លែតែវានៅខ្ចីទេពុកម៉ែបងប្អូនប្រហែលជាកន្លះខែទៀតឬក៏មួយខែទៀតគឺវាចាប់ដើមចេញទុំពណ៌សហើយក៏មានពុកម៉ែបងប្អូនយើងជាច្រើនដែលឆាតមកเพจរបស់នាងខ្ញុំឬក៏ comment នៅក្នុងវីដេអូរបស់នាងខ្ញុំគឺគាត់ចង់បានក្របស្គួយនឹងយកទៅដាំដោយសារតែរុក្ខជាតិមួយប្រភេទនេះពុកម៉ែបងប្អូនសពថ្ងៃវាជិតដាច់ពូជអស់ទៅហើយដូចជារុក្ខជាតិដែលនាងខ្ញុំកំពុងបង្ហាញពុកម៉ែបងប្អូននេះគឺនាងខ្ញុំយកពីកន្លែងផ្សេងយកមកដាំហើយយកមកច្រើនដែរពុកម៉ែបងប្អូនតែវាអត់ដោះទេគឺដោះបានតែ2ដើមហើយស្គួយមានលក្ខណៈពិសេសខុសជាងអំពីពោតដោយសារតែក្របវាមួយក្របហ្នឹងនៅពេលដែលវាដោះហើយវាអាចបែកខ្នែងបានច្រើនដើមអត់ដូចពោតទេពោតមួយក្របគឺដោះបានតែមួយដើមទេរីឯស្គួយមួយក្របអាចដោះបាន10 20ដើមឯណោះហើយថ្ងៃនេះនាងខ្ញុំក៏បានកាត់កូនស្គួយដើម្បីបំបែកពូជផងដែរពុកម៉ែបងប្អូនមានមនុស្សម្នាក់ក៏បានចូលមក comment នៅក្នុង page នឹងខ្ញុំថាមិនបាច់ដាំក្របក៏បានដែរយើងអាចកាត់មែកនឹងដើមរបស់វាឲ្យតែមានឫសបន្តិចទៅយើងយកទៅដាំក៏ចេញផ្លែដូចតែគ្នាទេដូច្នេះហើយថ្ងៃនេះនាងខ្ញុំក៏ធ្វើការកាត់កូនដើម្បីយកទៅដាំបន្ថែមដោយសារតែរុក្ខជាតិមួយប្រភេទនេះជារុក្ខជាតិកម្រសពថ្ងៃវាដាច់ពូជអស់ទៅហើយនាងខ្ញុំក៏មានបំណងដាំដើម្បីទុកឲ្យក្មេងជំនាន់ក្រោយពួកគាត់បានស្គាល់កុំឲ្យបាត់បង់ឈ្មោះណាមួយស្គួយវាមានអត្ថប្រយោជន៍ច្រើនមិនថាទាំងសុខភាពឬក៏ក្របរបស់វាយើងក៏អាចដោតក្រងបានដែរជាពិសេសគឺនាងខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ការដោតក្រងសប្តាហ៍ថ្ងៃនេះនាងខ្ញុំក៏កំពុងតែរៀនក្រងការផងដែរពុកម៉ែបងប្អូនប៉ុន្តែរៀននឹងរៀនអត់មានគ្រួតមានអីទេហើយថ្ងៃនេះគឺនាងខ្ញុំមកចែករំលែកតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនប្រសិនបើចង់ដឹងព័ត៌មានច្បាស់ការផ្សេងឬក៏ពេលក្របទុំនាងខ្ញុំនឹងផុសចែកជូនឲ្យពុកម៉ែបងប្អូនអង្គពុំវិញទាំងអស់គ្នាបានឃើញម្ដងទៀតពោះវីដេអូនេះគឺសូមបញ្ចប់តែត្រឹមនេះអរគុណនិងសូមជម្រាបលា